គិតច្រើនចិត្តមានតួនាទីសម្រាប់គិតតែបើគិតរញ៉េរញ៉ៃពេកវានាំទុកមកដាក់ខ្លួនវិញមិនខានបើរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីស្ដាយទៅមានបានអីមកវិញផងបានតែក្តៅក្រហាយឥតប្រយោជន៍ខ្មោចកប់ហើយកុំគាស់មើលហិតអីស្អុយណាស់តែបើរឿងណាល្អរឿងណានាំឲ្យរីករាយរឿងបុណ្យកុសលនឹកឲ្យច្រើនចុះក៏មិនអីដែរហើយកុំព្រួយបារម្ភពេកអីជួបរឿងណាដោះរឿងនឹងទៅព្រួយពេកទៅគ្មានបានអីមកផងបានតែលំបាកខ្លួនឥតប្រយោជន៍ប្រឹងប្រែងថ្ងៃនេះឲ្យអស់ពីចិត្តពីថ្លើមសង្ឃឹមថាថ្ងៃស្អែកនឹងបានល្អតែបើមិនបានល្អទេក៏កុំមួម៉ៅអីដោះស្រាយទៅជីវិតគឺអញ្ចឹងឯងគ្មានអ្នកណាដឹងមុនទេកុំស្មុគពេកអីស្មុគពេកទៅប្រយ័ត្នស្លាប់មុនអាយុចិត្តមិនស្ងប់គិតច្រើនព្រួយបារម្ភច្រើនស្មុគស្មាញច្រើនធ្វើឲ្យចិត្តមិនស្ងប់អ្នកក៏មិនសូវបានសុខដែរហើយបើអ្នកបណ្ដែតបណ្ដោយឲ្យចិត្តរវើរវាយកាន់តែច្រើនអ្នកក៏មានទុក្ខកាន់តែខ្លាំងដែររៀនប្រមូលរឿងល្អទុកក្នុងខួរក្បាលអ្នកកុំសូវមើលរឿងក្តៅក្រហាយច្រើនពេកព្រោះវាធ្វើឲ្យចិត្តអ្នកក្តៅក្រហាយដែរហើយរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយក៏កុំសូវព្រួយបារម្ភចំពោះរឿងដែលមិនទាន់កើតឡើងពេកដែរព្រោះបើព្រួយពេកទៅវាបានតែបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នអស់រលីងជួបរឿងណាប្រឹងដោះរឿងនឹងទៅប្រឹងឲ្យអស់ពីលទ្ធភាពហើយព្រមតាមសមត្ថភាពដែលយើងធ្វើបានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនផ្ដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើនប្រៀបធៀបធ្វើអីខ្សែជីវិតមនុស្សម្នាក់នៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅកុំមួម៉ៅអីគ្មានបានអីផងបានទៅកើតទុក្ខបន្ថែមប៉ុណ្ណោះតែអ្នកអាចរៀនសូត្រពីគេបានខ្លះដែរអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អច្រើនបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំអស់សង្ឃឹមកុំស្ដីបន្ទោសថាអំពើល្អមិនឲ្យផលឡើយបើអ្នកព្រោះស្រូវថ្ងៃនេះ
អ្នកមិនអាចទៅជ្រូតថ្ងៃស្អែកបានទេមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទប់មាត់គេបានទេតែអ្នកអាចផ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយបន្ថយល្បឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញរៀនលះកំហឹងពេលជួបរឿងដែលអ្នកទាស់ចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសឹមនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅ
បើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុក្ខមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែងមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមានកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងរៀនរស់នៅបច្ចុប្បន្នឲ្យបានល្អកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុនអរគុណភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមក
ស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តណាកាលនោះសប្បាយចិត្តមែនអាហ្នឹង
ចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបនម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តអញ្ចឹងយើងរំលឹកម្លោកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយគឺយើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរ
រឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសំដែងតែរឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ប្រសក់ទឹកភ្នែកឯតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមនឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកឲ្យមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអញ្ចឹងតានឹងគាត់ភ្ញាក់ស្មារតីអញ្ចឹងខ្ញុំគាត់អាត្មាភាពគាត់ចង់ទាញត្រឡប់មកវិញថាជាមហ្នឹងសម្លាប់គេម្ដងប៉ុន្តែដល់ពេលត្រូវគេសម្លាប់វិញ500ដងទាំងជាតិហ្នឹងអញ្ចឹងបាបកម្មហ្នឹងវាមានពេលខ្លះឲ្យផលអញ្ចឹងហើយឲ្យផលពេលខ្លះផ្ទួនគ្នាអត់ដូចគ្នាទេជីវិតហ្នឹងបិទថាកើតមកក្នុងផ្ទៃម៉ែតែមួយប៉ុន្តែវាសនាជីវិតរឿងរ៉ាវមិនដូចគ្នាទេអញ្ចឹងយើងទទួលស្គាល់ថាជីវិតហ្នឹងអញ្ចឹងហើយកំណត់ដឹងថាវាមានហេតុអញ្ចឹងបានវាជួបរឿងអញ្ចឹងហើយយើងសំបុណ្យសំកុសលជាទីពឹងទៅក្នុងលោកខាងមុខទៀតទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនមែនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នក
mìnhងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញ